គឺយើងមកមើលរបៀបនៃការដោះស្រាយលំហាត់យើងបន្តទៀតគឺថារបៀបដោះស្រាយសមីការ differential មានរាង m នៃ x y មានថាអានគុំពាក្យថេ m ជាអានគុំពាក្យថេ n ក៏ជាអានគុំពាក្យថេ m នៃ dx បូកជាមួយនឹង n នៃ d n នៃ dy ស្មើ0របៀបដោះស្រាយសមីការដែលមានតម្រងបែបនេះជំហានដំបូងគឺយើងតេស្តមើលថាតើវា exact ឬក៏មិន exact របៀបនៃការតេស្តវាគឺយើងដឹងថា d យក dm ថា derivative នៃ n ធៀបនឹង y ស្មើនឹង n វាជាពេលយើង derivative ឃើញអានគុំណាមួយយើងតាំងនៅអានគុំ n ណាស្មើនឹងអានគុំ nx ពេលយក n មកតេស្តគេថា derivative នៃ n ធៀបនឹងស្មើនឹង n ឃើញថា derivative នៃ m នេះគឺឃើញ n ពេល derivative នៃ n នេះឃើញ m មានថាអាពីរគឺខុសគ្នាពេល derivative ទៅគឺខុសគ្នាវានាំឲ្យគេវានាំឲ្យយើងទាញបាន dm លើ dx ខុសពី dn លើ dy បើវាខុសគ្នាមានថាវា no exact បើវា no exact មានថាយើងនឹងព្យាយាមធ្វើឲ្យវា exact វិញដើម្បីធ្វើឲ្យវា exact ដើម្បីធ្វើឲ្យសមីការនេះវាទៅជាសមីការ exact វិញជំហានដំបូងគឺយើងរក lambda x រក lambda នៃ x តែរក lambda នៃ x គឺស្មើនឹងគេស្មើស្វ័យគុណនេះស្វ័យគុណអាំងពីក្រៅនៃ dm លើ dy ដល់ឲ្យ dn លើ dx ថា derivative នៃ m ធៀបនឹង y ដល់ឲ្យ derivative នៃ n ធៀបនឹង x លើ n គឺ n x y តបពីរកlambda នៃ x ហើយប្រហែលយក lambda នៃ x គុណទាំងសងខាងនៃសមីការបាននេះគេយើងបាន lambda x គុណជាមួយនឹង m dx បូកជាមួយនឹង lambda x គុណជាមួយនឹង n dy ស្មើ0ពេលដែលគុណហើយមានថាសមីការគឺជាសមីការ exact វិញបើសិនជាសមីការយើងគុណទៅជាសមីការ exact វិញគឺដោះស្រាយតាមសមីការ exact មកយើងត្រូវដឹងថាសមីការ exact របៀបនៃការដោះស្រាយវាគឺយើងបំពាក់អាពីក្រៅទាំងសងខាងមានថាយក lambda នៃ x គុណជាមួយនឹង m dx គឺបំពាក់អាពីក្រៅយក lambda នៃ x គុណជាមួយនឹង n x y គឺបំពាក់អាពីក្រៅនេះគឺជារបៀបដោះស្រាយសមីការ exact ពេលយើងដោះស្រាយសមីការមកបាននេះគេបាន ax y បូកជាមួយនឹង fx ស្មើនឹង f y បូក c ax y ថាពេលយើងអានគុំពាក្យថេថាយើងពេលយើងដោះស្រាយអន្តរាលនេះគឺអានគុំពាក្យថេបូកជាមួយ fx មានថាអានគុំ x ស្មើនឹង f y មានថាអានគុំនៃ y បូកជាមួយ c បាទយើងទៅមើលលំហាត់អនុវត្តដើម្បីឲ្យកាន់តែស៊ីជម្រៅយើងមើលដោះស្រាយសមីការ differential ទី1ឲ្យ 2x ក្រេបូកជាមួយ y dx បូកឲ្យ x ក្រេ y ដល់ x dy ស្មើ0យើងដឹងថាដើម្បីដោះស្រាយសមីការ differential ដែលមានទម្រង់បែបនេះគឺយើងដែលថាទម្រង់បែបនេះគឺយើងអាចញែកអធិបានទេបើសិនជាយើងមិនអាចញែកអធិបានយើងមានតែតេស្តមើលថាតើវា exact អត់របៀបងាត់ទៅយើងតាំងដោយ 2x ក្រេបូកជាមួយ y យើងតាំងនៃ m x ក្រេគុណជាមួយ y ដល់ x ហ្នឹងគឺយើងតាំងនៃ n ស្មើ dy ស្មើ0ដើម្បីតេស្តវាយកអីគេយក dm យក m dm នោះធៀបនឹង y ប្រហែលថា derivative តែអានគុំ y អានគុំ x គឺវាជាលេខវាធៀបជាមួយ y មានថាអានគុំអញ្ចឹងគឺ derivative តែ y ទេអាណាអត់មាន y គឺវាជាលេខយើងដឹង derivative លេខគឺស្មើ0ពេក derivative បានអីគេអានេះគឺ 2x ក្រេហ្នឹងគឺ derivative ដោយសារយើងធៀបជាមួយ y មានថាហ្នឹងគឺអត់មានថាវាលេខតំណាងឲ្យលេខអញ្ចឹងណា derivative គឺ0យើងដឹងថា derivative នៃ y យើងបានអីគេយើងបាន1ហើយយកអីយក n មកតេស្ត n តេស្តឃើញថា derivative នៃ n ធៀបនឹង x មានថា derivative តែអាណា x ទេអាណាអត់ x គឺយើងអត់ derivative មានថាវាតំណាងឲ្យលេខស្មើនឹងវាតំណាងមេគុំអញ្ចឹងណាស្មើនឹងគេវាស្មើនឹង 2x y ដក1ពេល derivative n ណានេះ derivative បានអីគេ derivative នៃ x បាន2x y គឺជាមេគុណវាដកឲ្យ derivative នៃ x ស្មើនឹងបន្ទាប់ពីយើង derivative ឃើញអានេះ1 derivative n ឃើញ1ទៅពេល derivative n ឃើញ 2x y ដក1មានថាពីរនេះខុសគ្នាបើពីរខុសគ្នាមានថាសមីការយើងគឺ no exact មានថាវាអត់ទៀងទាត់គ្នាទេបើសិនជាវាមានទៀងទាត់គ្នាដើម្បីដោះស្រាយសមីការនេះបានគឺយើងរកអីគេគឺយើងរក lambda x ទៅមើលទៀត
រក lambda x ស្មើនឹងស្វ័យស្វ័យគុណអាំងទីក្រាលនៃ dm dm ធៀបនឹង y ដកឲ្យ dn លើ dx លើ x យើងជំនួសវាមក dm យើងបានគណនា derivative នេះឃើញអីគេឃើញ1 derivative នៃ dn លើ dx យើងបានអីគេយើងបាន 2x y ដក 1 n យើងអីគេ n យើងគឺ x ការ៉េគុណជាមួយ y ដក x យើងធ្វើការស៊ីសងវាមកបានអីគេបានយើងទាញជាកតាបានដើម្បីសម្រួលបាន2គុណជាមួយ1ដក x y វាអាក្រមយើងទាញដក x ចេញបានអីគេ1ដក x y ពេលយើងស្រួលសល់បានអីគេសម្រួលទៅគឺយើងសល់បានសគុណអាំងទីក្រាលនៃដក2លើ x dx ពេលយើងគណនាអាំងទីក្រាលយើងបានអីគេយើងបាន1លើ x ការ៉េនេះគឺជា lambda x ដើម្បីយកទៅគុណនៅសមីការទាំងសងខាងដើម្បីឲ្យវា exact វិញយកទៅគុណមកបានអីគេយើងថាយក1លើ x ការ៉េទៅគុណជាមួយនឹង m នេះគឺជា m យើងតាំងតែ m គុណជាមួយនឹង 2x ការ៉េបូក y dx គុណជាមួយនឹង n ដែរគឺយក1លើ x ការ៉េគុណជាមួយនឹង x ការ៉េ y ដក x dx ស្មើ0ខ្សែគុណទៅគឺ1លើ x ការ៉េគុណជាមួយ0គឺនៅ0ដែរអូខេដល់ពេលតែគុណហើយមានថាសមីការគឺ exact យើងគណនាទូទាត់មកយើងឃើញ2បូកជាមួយ y លើ x ការ៉េ dx បូកជាមួយនឹង y ដក1លើ x dx គឺប្រហែលសមីការយើងគឺ exact ប្រហែលសមីការ exact អានេះគឺវាស្មើ0នៅតាមសេពេលដែលសមីការ exact មានថាយក m យកអីគេយក m អាំងទីក្រាលនៃ m ស្មើនឹងអាំងទីក្រាលនៃឬដោះស្រាយសមីការ exact ពេលយើងបំពាក់អាំងទីក្រាលសងខាងហើយយើងបានអីគេពេលគេនិយាយអាំងទីក្រាលនេះគឺអាំងទីក្រាលធៀបនឹង x y គឺជាលេខយើងបានអីគេយើងបាន 2x យើងដឹងថាអាំងទីក្រាល a យើងបាន ax នេះ a ហ្នឹងគឺលេខយើងបាន 2x ដកឲ្យ y លើ x ការ៉េដោយសារអាំងទីក្រាលនៃ1លើ x ការ៉េយើងបានដក1លើ x តែ y គឺជាលេខទេវាជាមេគុណវាតែគុណបូកជាមួយ c អងដោយសារតែអាំងទីក្រាលអង្គទី1ស្មើនឹងគេអាំងទីក្រាលអង្គទី2នេះគឺអាំងទីក្រាលធៀប y ចឹងបាននេះគឺអថេតរោអាំងទីក្រាលព្រោះបាន y ដឹងថាអាំងទីក្រាលនៃ x y ស្មើនឹង y ការ៉េលើ2ដកឲ្យ y លើ x បូកជាមួយនឹង c អងសារតែ1លើ x គឺជាមេគុណអាគឺជាលេខពេលអាំងទីក្រាលនៃ ax មិនគឺជា ax អាំងទីក្រាលនៃ x គឺបានគេបានអាំងទីក្រាលនៃ a យើងបាន ax នេះគឺអាំង y ដោយសារ y គឺយើងបាន y លើ x បូកជាមួយ c ដើមសារអាំងទីក្រាលអង្គទី2តោះយើងទាញបានអីគេយើងទាញបាន 2x ដកឲ្យ y លើ x ស្មើនឹង y ការ៉េលើ2បូកជាមួយ c ដោយសារតែ c ដកជាមួយ c អង្គយើងតាំងតែ c នេះគឺជាចម្លើយនៃសមីការ differential